បាទសួស្តីបងប្អូនទាំងអស់គ្នាពេលនេះយើងមកស្វែងយល់អំពីប្រទេសសាវតូមេនិងព្រីនស៊ីបប្រទេសសាវតូមេនិងព្រីនស៊ីបមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋប្រជាមានិតនៃសាវតូមេនិងព្រីនស៊ីបគឺជាប្រទេសកោះមួយនៅ Gulf of Guinea នៅក្បែរឆ្នេរអេក្វាទ័រខាងលិចនៃប្រទេសអាហ្វ្រិកកណ្ដាលប្រទេសនេះត្រូវបានបង្កើតឡើងដោយក្រុមកោះសំខាន់ពីរគឺកោះសាវតូមេនិងកោះព្រីនស៊ីបដែលស្ថិតនៅឆ្ងាយប្រហែល150គីឡូម៉ែត្រពីឆ្នេរខាងជើងនិងខាងលិចនៃប្រទេសកាបូងសាវតូមេនិងព្រីនស៊ីបគឺជាប្រទេសអាហ្វ្រិកដែលតូចបំផុតទី2និងមានប្រជាជនតិចបំផុតទី2បន្ទាប់ពីប្រទេសស៊ើហ្សាល់រដ្ឋធានីរបស់ប្រទេសសាវតូមេនិងព្រីនស៊ីបគឺទីក្រុងសាវតូមេប្រទេសសាវតូមេនិងព្រីនស៊ីបប្រើប្រាស់ភាសាផ្លូវការគឺភាសាប៉ូទុយហ្គាល់ប្រទេសសាវតូមេនិងព្រីនស៊ីបមានក្រុមជនជាតិចម្រុះដូចជា 76.5% គឺជាជនជាតិដើមអាហ្វ្រិក 10% គឺជាជនជាតិហ្វាង 7.6% គឺជាជនជាតិអង់ហ្គូឡា 1.6% គឺជាជនជាតិប៉ូទុយហ្គាល់និង 1% គឺជាជនជាតិដទៃប្រទេសសាវតូមេនិងព្រីនស៊ីបកាន់សាសនាគ្រឹះច្រើនជាងគេគឺមានចំនួន 81.1% ដោយ 13.2% គឺគ្មានជំនឿសាសនា 3.1% គឺជាសាសនា Folk និង 2.4% គឺជាសាសនាដទៃប្រទេសសាវតូមេនិងព្រីនស៊ីបកាន់របបសាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីនិយមដោយប្រធានាធិបតីគឺលោក Carlos Villanueva និងនាយរដ្ឋមន្ត្រីគឺលោក Americo Ramos ប្រទេសសាវតូមេនិងព្រីនស៊ីបទទួលបានឯករាជ្យពេញលេញវិញពីប្រទេសប៉ូទុយហ្គាល់គឺនៅថ្ងៃទី12ខែកក្កដាឆ្នាំ1975នៅខ្លះជាប្រទេសដែលមានរដ្ឋធម្មនុញ្ញពេញលេញគឺនៅថ្ងៃទី22ខែសីហាឆ្នាំ1990ប្រទេសសាវតូមេនិងព្រីនស៊ីបមានផ្ទៃដីសរុបគឺមានចំនួន964គីឡូម៉ែត្រការ៉េដោយផ្ទៃទឹកមិនមានទិន្នន័យច្បាស់លាស់ប្រទេសនេះមានចំនួនប្រជាជនសរុបប៉ាន់ស្មានកន្លងឆ្នាំ2024គឺមានចំនួន 22372 នាក់ដែលមានអុកស៊ីតេ 199.7 នាក់ក្នុង1គីឡូម៉ែត្រការ៉េប្រទេសសាវតូមេនិងព្រីនស៊ីបមាន GDP សរុបប៉ាន់ស្មានកន្លងឆ្នាំ2024គឺមានចំនួន$751លានដែលកើតក្រុមម្នាក់គឺមានចំនួន$3167ប្រទេសសាវតូមេនិងព្រីនស៊ីបប្រើប្រាស់រូបិយប័ណ្ណគឺ Dobra ហើយប្រទេសនេះបើកបរនៅទីខាងស្ដាំនិងមីលីកូប្រទេសគឺបូក239កោះដែលបង្កើតជាសាវតូមេនិងព្រីនស៊ីបត្រូវបានកកើតឡើងប្រហែល30លានឆ្នាំមុនដោយសារសកម្មភាពភ្នំភ្លើងនៅក្នុងទឹកជ្រៅតាមបណ្ដោយខ្សែបន្ទាត់កាមេរូនយូរទៅអន្តរកម្មជាមួយទឹកសមុទ្រនិងរយៈពេលនៃការផ្ទុះបានបង្កើតជាថ្មភ្នំភ្លើងជាច្រើនប្រភេទនៅលើកោះទាំងនោះដែលមានការប្រមូលផ្ដុំសាធារណៈស្មុគស្មាញកោះសាវតូមេនិងព្រីនស៊ីបគ្មានមនុស្សរស់នៅទេនៅពេលដែលជនជាតិប៉ូទុយហ្គាល់បានមកដល់នៅថ្ងៃទី21ខែធ្នូឆ្នាំ1407ជនជាតិអឺរ៉ុបដំបូងគេដែលបានចូលចតនៅច្រាំងគឺលោក Chao de Santarém និង Pedro Escobar អ្នកធ្វើនាវាចរប៉ូទុយហ្គាល់បានរុករកកោះទាំងនោះហើយបានសម្រេចចិត្តថាពួកគេនឹងក្លាយជាទីតាំងល្អសម្រាប់មូលដ្ឋានដើម្បីធ្វើពាណិជ្ជកម្មជាមួយដីគោកការតាំងទីលំនៅដំបូងដោយជោគជ័យនៃសាវតូមេត្រូវបានបង្កើតឡើងនៅឆ្នាំ1493ដោយ Álvaro Caminha ដែលបានទទួលដីនេះជាជំនួយឥតសំណងពីរេបាឡាំងព្រីស៊ីពេត្រូវបានតាំងទីលំនៅនៅឆ្នាំ1500ក្រោមការរៀបចំស្រដៀងគ្នាទោះជាយ៉ាងណាក៏ដោយការទាក់ទាញអ្នកតាំងទីលំនៅបានបង្ហាញថាមានការលំបាកហើយប្រជាជនដំបូងបំផុតភាគច្រើនគឺជាមនុស្សដែលមិនចង់បានដែលត្រូវបានបញ្ជូនមកពីប្រទេសប៉ូទុយហ្គាល់ភាគច្រើនជាជនជាតិយូដាសេផាទីកជនជាតិយូដាចំនួន 2000 នាក់ដែលមានអាយុ8ឆ្នាំនៅក្រោមនេះត្រូវបាននាំមកពីអូទ្វីបអ៊ីបេរៀនដើម្បីធ្វើការលើចម្ការនិងអំពៅការបះបោររបស់ទីស្ករដ៏ធំបំផុតបានកើតឡើងនៅក្នុងខែកក្កដាឆ្នាំ1595នៅពេលដែលរដ្ឋាភិបាលចុះខ្សោយដោយសារចំនួនរវាងប៊ីស៊ីបនិងអភិបាលទីស្ករជនជាតិដើមម្នាក់ឈ្មោះ Amador បានជ្រើសរើសទាហានទីស្ករចំនួន 5000 នាក់ដើម្បីវាឆ្មក់និងបំផ្លាញចម្ការរោងម៉ាស៊ីនកិនស្ករនិងផ្ទះអ្នកតាំងទីលំនៅការបះបោររបស់ Amador បានឆ្វេងឆ្មក់ទីក្រុងចំនួន3លើកដើម្បីបំផ្លាញរោងម៉ាស៊ីនកិនស្ករចំនួន60ក្នុងចំណោម85របស់កោះនេះ ប៉ុន្តែពួកគេត្រូវបានកម្ចាត់ដោយកងជីវពលបន្ទាប់ពី3សប្តាហ៍ទីស្ករចំនួន200នាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធហើយអាម៉ាដឺនិងមេដឹកនាំឧទាមផ្សេងទៀត
ត្រូវបានប្រហារជីវិតខណៈពេលដែលទីស្ករដែលនៅសល់ត្រូវបានផ្ដល់ការលេងទោសនិងបានត្រឡប់ទៅចំការរបស់ពួកគេវិញនៅតាមទសវត្សរ៍ទី20ភាពចម្រូងចម្រាសមួយដែលបានផ្សព្វផ្សាយជាសាធារណៈនៅលើឆាកអន្តរជាតិបានកើតឡើងជាមួយការចាត់ប្រកាន់ថាការបង្កកិច្ចសន្យាអង់ហ្គូឡាកំពុងត្រូវបានទទួលរងនូវពលកម្មដោយបង្ខំនិងលក្ខខណ្ឌការងារមិនពេញចិត្តភាពចលាចលនិងការមិនពេញចិត្តខាងការងារដែលមិនទៀងទាត់បានបន្តរហូតដល់សតវត្សរ៍ទី20ដែលឈានដល់ការផ្ទុះឡើងនៃកុបកម្មឆ្នាំ1953ដែលកម្មករអាហ្វ្រិករាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចជាមួយអ្នកគ្រប់គ្រងប៉ុកទុយហ្គាល់របស់ពួកគេខូបនៃការសម្លាប់រង្គាលបាកេតប៉ានេះនៅតែត្រូវបានប្រពឡើងជាផ្លូវការដោយរាជរដ្ឋាភិបាលនៅចុងទសវត្សរ៍ឆ្នាំ1950នៅពេលដែលប្រទេសកំពុងរីកចម្រើនផ្សេងទៀតនៅទូទាំងទ្វីបអាហ្វ្រិកបានទាមទារឯករាជ្យរបស់ពួកគេក្រុមតូចមួយនៃប្រជាជនសាវតូមេបានបង្កើតចលនាដើម្បីរំដោះសាវតូមេនិងព្រីនស៊ីបដែលនៅទីបំផុតបានបង្កើតមូលដ្ឋានរបស់ខ្លួននៅប្រទេសកាបូងក្បែរនោះដោយទទួលបានសន្ទុះនៃការគ្រប់គ្រងនៅក្នុងទសវត្សរ៍ឆ្នាំ1960ព្រឹត្តិការណ៍នានាបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សបន្ទាប់ពីការផ្ដួលរំលំរបស់ផ្ដាច់ការកាតាណូនៅប្រទេសប៉ូទុយហ្គាល់ក្នុងខែមេសាឆ្នាំ1974នៅឆ្នាំ1990សាវតូមេបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្វ្រិកដំបូងគេដែលបានឆ្លងកាត់កំណែទម្រង់ប្រជាធិបតេយ្យហើយការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរួមទាំងការធ្វើឲ្យស្របច្បាប់នៃគណៈបកនយោបាយប្រឆាំងបាននាំឲ្យមានការបោះឆ្នោតនៅឆ្នាំ1991ដែលមិនមានអំពើហិង្សាសេរីនិងមានតម្លាភាពលោកមីហ្គេលដ្រូវ៉ាដាអតីតនាយករដ្ឋមន្ត្រីដែលបាននិរទេសខ្លួនតាំងពីឆ្នាំ1986បានវិលត្រឡប់មកវិញក្នុងនាមជាបេក្ខភាពឯករាជ្យហើយត្រូវបានជ្រើសរើសជាប្រធានាធិបតីលោកដ្រូវ៉ាដាត្រូវបានជ្រើសរើសឡើងវិញនៅក្នុងការបោះឆ្នោតប្រធានាធិបតីពហុបកលើកទី2របស់សាវតូមេក្នុងឆ្នាំ1996ចាប់តាំងពីទសវត្សរ៍ទី19មកសេដ្ឋកិច្ចរបស់សាវតូមេនិងព្រីនស៊ីបគឺផ្អែកលើកសិកម្មចម្ការនៅពេលទទួលបានឯករាជ្យចម្ការដែលគ្រប់គ្រងដោយប៉ូទុយហ្គាល់បានបង្កើន 90% នៃផ្ទៃដីដាំដុះបន្ទាប់ពីទទួលបានឯករាជ្យការគ្រប់គ្រងចម្ការទាំងនោះត្រូវបានផ្ទេរទៅឲ្យសហគ្រាសកសិកម្មដែលគ្រប់គ្រងដោយរដ្ឋផ្សេងៗដំណាំសំខាន់នៅសាវតូមេគឺកាកាវដែលតំណាងឲ្យប្រហែល 54% នៃការនាំចេញកសិកម្មនៅដើមទសវត្សរ៍ឆ្នាំ1900សាវតូមេនិងព្រីនស៊ីបគឺជាប្រទេសនាំចេញកាកាវធំជាងគេបំផុតរបស់ពិភពលោកនិងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាកោះសូកូឡាដំណាំនាំចេញផ្សេងទៀតរួមមានដើមដូងគ្រាប់ត្នោតនិងកាហ្វេក្រៅពីវិស័យកសិកម្មសកម្មភាពសេដ្ឋកិច្ចចម្បងគឺការនេសាទនិងវិស័យឧស្សាហកម្មខ្នាតតូចដែលចូលរួមក្នុងការកែច្នៃផលិតផលកសិកម្មក្នុងស្រុកនិងផលិតទំនិញប្រើប្រាស់ជាមូលដ្ឋានមួយចំនួនក៏ដល់សស្អាតទាំងនោះមានសារអនុពលសម្រាប់វិស័យទេសចរណ៍ហើយរដ្ឋាភិបាលកំពុងព្យាយាមការលម្អហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មទេសចរណ៍ជាមូលដ្ឋានរបស់ខ្លួនវិស័យរដ្ឋាភិបាលមានចំនួនប្រហែល 11% នៃការងារវិស័យទេសចរណ៍មានសារអនុពលយ៉ាងខ្លាំងក្នុងការធ្វើជាមធ្យោបាយមួយដើម្បីធ្វើប្រតិកម្មសេដ្ឋកិច្ចរបស់ប្រទេសនេះវិស័យនេះបាននឹងកំពុងពង្រីកខ្លួនជាមួយនឹងការកើនឡើងនៃការវិនិយោគពីបរទេសរមណីយដ្ឋានធំៗត្រូវបានសាងសង់នៅលើឆ្នេរសមុទ្រនៃសាវតូមេនិងប្រាំងស៊ីបប្រទេសសាវតូមេនិងព្រីនស៊ីបមានមុខម្ហូបដ៏ពេញនិយមមួយគឺជាមុខម្ហូបតំណាងប្រទេសនេះផ្ទាល់ដែលប្រជាជននៅក្នុងប្រទេសសាវតូមេនិងព្រីនស៊ីបនិយមបរិភោគមុខម្ហូបមួយប្រភេទនេះគឺជាអាហារប្រចាំថ្ងៃហើយមុខម្ហូបមួយនេះគឺមានឈ្មោះថាខាលូលូហើយប្រទេសសាវតូមេនិងព្រីនស៊ីបក៏មានអាកាសយានដ្ឋានអន្តរជាតិមួយដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋធានីរបស់ប្រទេសនេះផ្ទាល់គឺទីក្រុងសាវតូមេហើយអាកាសយានដ្ឋានអន្តរជាតិនេះវិញគឺមានឈ្មោះថា Sao Tome International Airport ហើយអាកាសយានដ្ឋានអន្តរជាតិនេះវិញអាចទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណ 230,000 នាក់ដោយស្ថិតិគិតត្រឹមឆ្នាំ2025ដែលមានប្រតិបត្តិការជើងហោះហើរប្រមាណ 2253 ជើងហោះហើរហើយវីដេអូនិយាយអំពីប្រទេសសាវតូមេនិងព្រីនស៊ីបនៅពេលនេះក៏បានឈានដល់ទីបញ្ចប់សូមអរគុណបងប្អូនទាំងអស់គ្នាដែលចំណាយពេលទស្សនាវីដេអូរបស់ខ្ញុំបាទកុំភ្លេចជួបគ្នានៅវីដេអូបន្តពីនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាបងប្អូនទាំងអស់គ្នាបាទ